នោះសង្គ្រាមជាលើកទី3នៅថ្ងៃទី28ហើយបងប្អូននេះគឺជាភាសារបស់ពួកសារព័ត៌មាននៅថៃដែលវាចោទប្រកាន់ខ្មែរថាខ្មែរនឹងបង្កសង្គ្រាមឡើងវិញម្ដងទៀតលើកទី3នៅថ្ងៃទី28ខែមករាឆ្នាំនេះឯងឆ្នាំ2026នេះឯងហើយវាថាខ្មែរជាអ្នកបង្កសង្គ្រាមហើយមិនបាច់សារព័ត៌មានវាចុះទេប្រជាពលរដ្ឋវានៅប្រជាពលរដ្ឋខ្មែរមួយចំនួននៅថៃក៏បានឆាតរបស់ខ្ញុំដែរប្រជាពលរដ្ឋខ្មែរនៅថៃណាថាគេត្រៀមខ្លួនថ្ងៃទី27ទប់ទល់នឹងខ្មែរនៅវាយវាថ្ងៃទី28ហើយវាថាខ្មែរយើងថាមិនដែលខ្មែរណាវាយទេបើប្រហែលជាពួកវាត្រៀមខ្លួនឯងនឹងឯងនេះគ្រាន់តែជាសារព័ត៌មានក៏ជឿធ្លុះរបស់ពួកអាចោសៀមទេណាដែលវាចុះផ្សាយថាថ្ងៃទី28ខ្មែរនឹងត្រៀមវាយវាជាលើកទី3អញ្ចឹងវាកំពុងតែត្រៀមទប់ទល់បាទអញ្ចឹងណាហើយដំណឹងនេះក៏បានមកពីបងប្អូនខ្មែរនៅថៃដែរគេថាថ្ងៃ27ផងអ្នកខ្លះអញ្ចឹងណាគេវាយច្រកព្រំខ្មោចអីណាគេនោះបាទអញ្ចឹងបើព័ត៌មានជាក់លាក់យ៉ាងណាគឺខ្ញុំនឹងជម្រាបជូនប៉ុន្តែនេះគ្រាន់តែជាយើងត្រូវតែដកខ្លឹមសារបញ្ជាក់ជូនបងប្អូនដូចគ្នាថាតើពួកវាចោតប្រកាន់មកខ្មែរដើម្បីអីណាហើយហេតុអីបានត្រូវបចោតរបស់ខ្មែរថាជាអ្នកត្រៀមវាយវិញបើខ្មែរគ្រាន់តែការពារខ្លួនតាមពីដើមមកមិនហើយណាខ្មែរដែរមានបំងចង់ឈ្លាមពានដីរបស់ណាទេណាបោះចោលមួយណាទេមានចោលទេមិនចង់បានដីគេហើយខ្មែរត្រូវការដោះស្រាយដោយសន្តិវិធីក្នុងដីដែលបាត់បង់ទៅប្រមាណណាអញ្ចឹងយើងត្រៀមខ្លួនដូចគ្នាក្នុងការដោះស្រាយដោយសន្តិវិធីត្រៀមខ្លួនដូចគ្នាក្នុងការការពារដែនអធិបតេយ្យភាពរបស់យើងបើសិនជាមានករណីណាមួយកើតឡើងដោយយថាហេតុ